សូមស្វាគមន៍និងសូមជម្រាបសួរមកកាន់ Channel BK Media ថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីវិធីធ្វើការបាទចាប់កាងដើម្បីធ្វើការការពារ stop សញ្ញោខាងក្រោយរបស់ប្រភេទពួកក្រុមហ៊ុនម៉ូតូ Honda ដែលមានប្រភេទពួក Honda Vario Honda Click បាទមិនថា125រហូតដល់160ទេបាទអញ្ចឹងកាងគឺដូចគ្នាខាងក្រោយនេះបាទអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់ចេះធ្វើការដូរខ្លួនឯងហើយគាត់ចង់រត់ទិញពីតាម website ឬក៏ទិញតាមទីផ្សារបាទអ្នកខ្លះគាត់ចង់ចេញមកដើម្បីដូរខ្លួនឯងគឺងាយទេបាទអញ្ចឹងអ្វីដែលបងប្អូនចេញមកបាទសម្រាប់កាងនេះគឺខ្ញុំទិញប្រភេទពួកដែកបាទកាងមានច្រើនប្រភេទបាទមានពួកដែកពួកជ័រឬក៏ពួកកាបោនឹងទៅបាទអញ្ចឹងបងប្អូនអ្វីដែលត្រូវមានគឺមានតែទូរវីបាទមុខ4នេះមួយដើម្បីធ្វើការដោះខ្ចៅខាងក្រោមនេះ2គ្រាប់បាទខាងក្រោមនេះហើយបងប្អូនដាក់កាងនេះដើម្បីធ្វើការការពារ stop បាទខាងក្រោយរបស់ប្រភេទពួក Honda Click ឬក៏ Vario បានបាទដើម្បីកុំឲ្យប៉ះទៅបាក់នឹងបាទអញ្ចឹងដើម្បីធ្វើការដោះដូរគឺបងប្អូនដោះខ្ចៅខាងក្រោមពីរចេញមកខ្ញុំនឹងធ្វើការដោះខ្ចៅបាទនេះបាទដោះខ្ចៅចេញចឹងមកយកមួលវាចេញមកបាទខ្ចៅទី1បាទនេះគឺខ្ចៅទី1បាទអញ្ចឹងខ្ចៅនេះគឺយើងទុកលើនេះសិនបាទខ្ចៅទី2បាទខ្លីៗយើងតឹងតិចបាទអញ្ចឹងយើងសុំមួយឲ្យមានការប្រុងប្រយ័ត្នមកបាទអញ្ចឹងកាងនេះយើងដាក់ដើម្បីការពារបាទមិនមែនដាក់ទៅដើម្បីឲ្យបាំង stop ទេបាទ stop គឺមានសញ្ញោទៅគឺឃើញឆ្វេងស្ដាំធម្មតាបាទអញ្ចឹងយើងអាចប្រើបានធម្មតាបាទឥឡូវយើងដកខ្ចៅបានទាំងពីរនេះហើយបាទខ្ចៅទាំងពីរនេះអញ្ចឹងយើងធ្វើការដកបាទឧបករណ៍ការពារ stop សញ្ញោហ្នឹងយកមកបាទដើម្បីមកដាក់ចូលបាទអញ្ចឹងបងប្អូនអាចរកទិញបានតាមទីផ្សារឬក៏ទិញតាម website មិនថា website វៀតណាម website ចិន website ផ្សេងៗទេគឺទិញបានដើម្បីយកមកធ្វើការលេងគ្រឿងម៉ូតូនោះបាទអញ្ចឹងខ្ញុំសូមទុកឲ្យនេះសិនហើយខ្ញុំដោះខ្ចៅទៅមកបាទខ្ចៅនេះដើម្បីទិញមកគេឲ្យខ្ចៅទៀតដល់ខ្ចៅវែងបាទដោយសារកាងយើងបាទវែងដែរបាទអញ្ចឹងខ្ចៅដាក់ចូលបាទអញ្ចឹងខ្ញុំទុកកន្លែងទៀតនេះសិនហើយបាទនេះនៅពេលដែលយើងតម្រង់ដែលយើងចាប់គឺយើងចាប់ទៅគឺវានឹងត្រ stop យូរដូចនេះបាទអញ្ចឹងដល់ពេលយើងសញ្ញោបាទវាអត់បាំងទេបាទដោយសារវាចេញខាងក្រោយនេះបាទយើងចាប់ដើម្បីការពារជាមួយនឹងការបុកបាទត្រូវកែងវាដើម្បីកុំឲ្យបាក់ stop នេះបាទអញ្ចឹងយើងដាក់អញ្ចឹងមកយើងធ្វើការចាប់ខ្ចៅបាទអញ្ចឹងយកទូរវីដាក់ខ្ចៅចូលមកហើយយើងមួលហើយចំកន្លែងដែលយើងដោះមិញហ្នឹងបាទនេះខ្ញុំមួលត្រូវមួយហើយខ្ញុំខ្ចៅទៀតអញ្ចឹងបងប្អូនដាក់ខ្ចៅឲ្យត្រូវទាំងពីរមករត់វាជាប់ទៅគឺបានតែយ៉ាងងាយបាទបងប្អូនអាចធ្វើការដាក់ខ្លួនឯងបានយ៉ាងងាយស្រួលបាទខ្ញុំរើសតាំងបាទរើសតាំងមួយទៀតបាទឥឡូវយើងធ្វើថាការដាក់កាងរបស់យើងគឺរៀបរាល់បាទនេះនៅពេលដែលយើងមកមើលបាទនេះបាទអញ្ចឹងយើងឃើញថាយើងការពារពីការបាទបុកមកដើម្បីត្រូវ stop សញ្ញោខាងក្រោយនេះបាទនេះនៅពេលដែលយើងដាក់ចូលគឺរូបរាងដូចនេះបាទអញ្ចឹងយើងឃើញថាมันមានបាំងជាមួយនឹងសញ្ញោយើងទេឥឡូវខ្ញុំធ្វើការបញ្ឆេះម៉ូតូបាទដើម្បីឲ្យបងប្អូនមើលតើវាសញ្ញោទៅវាមានយ៉ាងម៉េចបាទនេះបាទខ្ញុំសញ្ញោបាទសញ្ញោគឺយើងមើលឃើញធម្មតាមានបាំងទេបាទដោយសារគេធ្វើទៅកាងការពីខាងក្រោយនៅខាងលើបន្តិចបាទនេះបាទជាសញ្ញោបន្តទៀតនេះបាទគឺឃើញដូចនេះបាទអញ្ចឹងនេះគឺជាវិធីធ្វើការដូរកាងបាទប្រភេទពួកខ្លួន Honda Click និង Vario ដើម្បីការពារនៃការបុកប៉ះទៅធ្វើឲ្យបាក់កាងរបស់យើងនេះបាទអញ្ចឹងមានតែប៉ុណ្ណឹងបាទមានចំណុចណាលោកហ្វាខាតសូមខន្តីអភ័យទោស Channel BK Media ផងហើយសូមជួយ Subscribe Channel BK Media ផងសម្រាប់បងប្អូនដែលគាត់មិនទាន់បានជួយ Subscribe បាទសូមជួយ Share វីដេអូនេះបន្តផងដើម្បីចែកចាយចំណេះដឹងអំពីវិធីធ្វើការដូរដាក់ថែមកាងបាទដើម្បីការពារ stop សញ្ញោខាងក្រោយប្រភេទពួក Honda Vario និងពួក Click ឲ្យគាត់ចេះមកគ្នាបាទជាចុងក្រោយសូមជម្រាបលាបងប្អូន